ម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតដែរចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹង app មួយចំនួនដែលគួរជៀសវាងបាទតែគួរជៀសវាងកុំប្រើប្រាស់វាពីព្រោះអីខ្ញុំបានសាកល្បងហើយខ្ញុំក៏ធ្លាប់សាកដកលុយហើយគឺដកអត់បានទេហើយ app មួយចំនួនក៏ដកបានដែរបាទចំពោះ app ដែលយើងគួរជៀសវាងបងប្អូនមើលនៅនេះមានច្រើនបងប្អូនខ្ញុំធ្លាប់លេងគឺខ្ញុំធ្លាប់ set up ហើយឲ្យវាម៉ាញចោលនៅក្នុងនៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងគឺខ្ញុំបានដាក់ម៉ាញចោលនៅក្នុង app នេះទាំងអស់នេះគឺខ្ញុំបានធ្វើការម៉ាញចោលរាល់ថ្ងៃបាទតែនឹងសេតឲ្យបោកប្រាស់បងប្អូនមើលគឺខ្ញុំបានធ្វើការលេងឡើង 2-3 ខែហើយចង់លទ្ធផលចុងក្រោយគឺគ្មានបានអីមួយទេបងប្អូនមើលទីហោដូចជា app នេះមួយបាទយើងចូលទៅធម្មតាយើងដាក់ម៉ាញគឺវាលោតគឺវាលោតលេខរហូតឡើងហ្នឹងឥឡូវខ្ញុំចូលទៅគឺលេងបានហើយខ្ញុំចូលទៅគឺវា error តែម្ដងនេះបងប្អូនមើល app នេះមុនគឺខ្ញុំលេងបានលុយបានដូចជា$2ជាងដែរបងប្អូនហើយអត់ទាន់បានដកលុយផងឥឡូវចេញមកគឺវាធ្វើការអាប់ដេតកម្មវិធីវាចឹងទៅយើងលេងបានតែម្ដងចឹង app ទាំងអស់ហ្នឹងគឺភាគច្រើនគឺបោកប្រាស់ហើយដូចជា app ផ្សេងមួយទៀតដូចជានេះបងប្អូនមើលដូចជាប្រភេទពួកទាំងអស់ហ្នឹងខ្ញុំសាកខ្ញុំ play មើលអស់ហើយគឺសិតតែខូចទាំងអស់គឺសិតតែលេងបានអត់លីងបាទដឹងជាខាងក្រុមហ៊ុនគេគិតមិនទេហើយបើបោកប្រាស់ធ្វើជា app បោកប្រាស់គេអញ្ចឹងតើបានផលប្រយោជន៍អីបាទមើលបងប្អូនមើល app នេះគឺអត់ដែរនេះសិតតែអត់ដែរទាំងអស់ហើយមួយសិតតែខ្ញុំម៉ាញចោលឡើង 2-3 ខែហើយសិតតែបានលុយចូលជាខ្ទង់$3 $2ជាងដែរហើយមើលឡូវសិច error ទាំងអស់បងប្អូនមើលនេះដូច app ហ្នឹងអត់បាទគេហៅ app មួយទៀតapp នេះទៀតបងប្អូនមើលគឺសិតតែមិនដើរទាំងអស់ចឹងបងប្អូនទាំងអស់គ្នាគួរតែយល់មើល app ណាដែលបងប្អូនធ្លាប់ឃើញគឺដូចជា app ទាំងអស់នេះបងប្អូនធ្លាប់ប្រើប្រាស់ហ្នឹងហើយដាក់ម៉ាញចោលនៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងបងប្អូនគួរជៀសវាងទៅហើយខ្ញុំសាកល្បងហើយគឺមិនបានផលអីទេបានតែចុងក្រោយខាតពេលវេលាតែប៉ុណ្ណោះទីហោដូចជា app មួយនេះទៀតបងប្អូនមើល app មួយនេះក្នុងទូរស័ព្ទនេះគឺខ្ញុំបានធ្វើការលេងយូរបងប្អូនមើលខ្ញុំលេងឡើងមួយឆ្នាំហើយខ្ញុំគ្រប់ដកលុយហើយនេះបងប្អូនមើល app Service Miner នេះបាទនេះបងប្អូនមើលគឺខ្ញុំបានធ្វើការដកលុយតាំងពីថ្ងៃទី2 ខែ 3 2022ឥឡូវបងប្អូនមើលឥឡូវគិតទៅចូលខែ5ហើយហ្នឹងបាទចូលខែ5វាចូល2 ខែជាងបាទហើយខ្ញុំដកលុយយូរហើយអត់បានទេខ្ញុំដកហ្នឹងគឺកាក់ដែលខ្ញុំរកបាន BTC គឺ 0.05 14 0 11 41 47បងប្អូនបើគិតជាដុល្លារវិញគឺ2000ជាងដែរបងប្អូនណាហើយខ្ញុំធ្វើការលេងឡើងមួយឆ្នាំជាងមកទម្រាំដកលុយបានហើយលទ្ធផលចុងក្រោយគឺវាអត់មានឲ្យដកលុយឲ្យខ្ញុំទេហើយខ្ញុំខំជួយលេងវាហ្នឹងបងប្អូនមើលខ្ញុំខំលេងឡើងយកកម្លាំងជីកឡើងបានដល់88បើយើងលេងដំបូងគឺបាទ 0.3 0.4 អីចឹងបងប្អូនណាកន្លែងនេះបងប្អូននេះកន្លែង 88.66 ហ្នឹងគឺលេងដំបូងគឺបានថាអត់បាន1ចុចហ្នឹងបងប្អូនណាគឺបាន0ចុចទេហើយខ្ញុំព្យាយាមលេងរហូតបានដល់88ចុចហ្នឹងអញ្ចឹងធម្មតាបងប្អូនលេងឡើងមួយឆ្នាំជាងណែនាំមិត្តភ័ក្តិបាទហើយចុងក្រោយគឺបានមកថាប៉ុណ្្នឹងបងប្អូនមិនបានផលអីហាតែពេលវេលាខំណែនាំសមាជិកគេឲ្យលេងហើយលទ្ធផលចុងក្រោយបានវាធ្វើបាបយើងចឹងជាយាមលេងយ៉ាងណាគិតថារំពឹងបានលុយវាឥឡូវមើលដកលុយឡើង2 ខែជាងអត់ទាន់បានបងប្អូនមើល
app នេះគឺបោកប្រាស់ទាំងស្រុងហ្មងបងបោកប្រាស់ទាំងស្រុងតែម្ដងមកបាទអញ្ចឹងបងប្អូនមើល app ផ្សេងទៀតដូចជា app មួយនេះបងប្អូនមើល app ដូចជា app នេះសិតតែបោកប្រាស់ទាំងអស់បងប្អូនសិតតែបោកប្រាស់លេងធ្វើបាបតែយើងធ្វើបាបយើងហ្មងបាទក្លុកយើងហ្មងហើយចង់សួរ app ដែលបោកប្រាស់ចឹងបោកប្រាស់ប្រជាជនបោកប្រាស់យើងនឹងបានប្រយោជន៍អីហើយបើប្រើយើងឲ្យជួយណែនាំហេតុអីក៏មិនជួយឲ្យផ្ដល់កម្រៃយើងដែរហេតុអីចាំបាច់បោកប្រាស់ពួកយើងធ្វើអីដូចជា app មួយឲ្យបងប្អូន app នេះដោយអត់បានដែរបាទបងប្អូនមើលដល់ពេលដែលយើងលេងម៉ាញអញ្ចឹងម៉ាញប្រើបាទម៉ាញអញ្ចឹងធម្មតាតែដល់ពេលយើងបងប្អូនលុបនីតិកម្មជាស្រ័យជាលុបនីតិកម្មបងប្អូនមើលនេះនៅពេលយើងដកលុយបើសិនជាពេលយើងដកលុយគឺយើងត្រូវការនេះអាប់ក្រេតទៀតបានអាចដកលុយបានបងប្អូនមើលហើយយើងខំម៉ាញបានច្រើនដែរហើយតែដល់ពេលយើងត្រូវការដកលុយវាធ្វើឲ្យយើងទាមទារយើងអាប់ក្រេតបាទទាមទារយើងអាប់ក្រេតទៀតបើយើងអត់អាប់ក្រេតទេគឺវាអត់ professional ទេអត់ដូចថាវាអត់ cool អត់ទាន់ពេញតាមគោលការណ៍របស់វាហើយចឹងសួរថាអញ្ចឹងយើងខំលេងបានប្រយោជន៍អីលេង free ហ្នឹងហើយបងប្អូនមើលអាប់ក្រេតទាមទារមែនបងប្អូនមើលនេះផ្សេងទាមទារអាប់ក្រេតទាមទារ BTC បាទទាមទារអាប់ក្រេតបាទអញ្ចឹង app ទាំងអស់នេះគឺលេងខាតតែពេលវេលាបងប្អូនដូចជាគ្មានបានផលចំណេញអីផងលេងខាតតែពេលអត់ប្រយោជន៍ service នេះខ្ញុំស្ដាយគេគឺលេងស្នាក់កម្មវិធីមួយនេះservice minor នេះខ្ញុំធ្វើការដកលុយបានដល់2000ជាងដកបានខ្ញុំលេងឡើងឆ្នាំជាងបងប្អូនណែនាំមិត្តភ័ក្តិខ្ញុំស្ដាយគេស្ដាយ app មួយនេះខាតពេលវេលាខាតដល់ពេលវេលាអស់1ឆ្នាំជាងបងប្អូនគិតមកយើងលេង app នេះបើយើងលេងក្រៃតូ tab នេះវិញបើលេង1ឆ្នាំជាងដល់ឡើយហើយអ្នកណែនាំមិនស្ទើរបងប្អូនហើយ app នេះគឺវាដកបានហើយណែនាំសមាជិកក៏បានវាបានកាន់តែច្រើនទៀតវាទៅចំណេញបាទ app របស់គេ app ប្រើនេះ app crypto tab នេះគឺល្អបងប្អូនណាខ្ញុំដកលុយបានរហូតបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងបងប្អូនណាហើយសង្ឃឹមថាបងប្អូនអរគ្នាដែលធ្លាប់នេះប្រើ app ទាំងអស់នេះសូមបងប្អូនអរគ្នាគួរជៀសវាងទៅបាទលេងគ្មានបានប្រយោជន៍អីបានតែខាតតែពេលវេលាបាទតែបងប្អូនអរគ្នាដែលប្រើ app មួយនេះគឺកើតនេះ crypto tab នេះគឺអត់អីទេដោយសារតែ app នេះគឺគេឲ្យលុយយើងពិតប្រាកដតែហ្នឹងវាអត់បោកយើងទេខ្ញុំធ្វើវីដេអូមុនបង្ហាញបងប្អូនហ្នឹងពីការដកលុយនឹងបាទដកចូលនឹង Binance ហើយអស់ហើយបាទហ្នឹងគឺអត់បោកយើងទេហើយចាំមើល app ណាដែលវាបោកប្រាស់ខ្ញុំគឺខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាឲ្យដឹងណា app មួយចំនួនក៏វាបោកប្រាស់ app មួយចំនួនក៏វាឲ្យយើងដែរបាទឲ្យជាកម្រៃបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនណាបាទអរគុណសូមជម្រាបលា